របាយការណ៍របស់ BBC បានបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងរបស់សមត្ថភាពយោធាការពារដែនអាកាសរបស់អ៊ុយក្រែនក្នុងរយៈពេល4ខែចុងក្រោយនេះរុស្ស៊ីបានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយជាច្រើនសន្ធឹកចូលទៅកាន់ទឹកដីអ៊ុយក្រែនតែមីស៊ីលទាំងនោះត្រូវបានដ្រូនអ៊ុយក្រែនស្ទាក់ចាប់បានអ្វីដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលនោះគឺដ្រូនដែលអ៊ុយក្រែនផលិតទាំងនោះគឺមានតម្លៃទាបតែមានល្បឿនលឿនគួរឲ្យកត់សម្គាល់តោះឥឡូវយើងមកមើលថាតើអ៊ុយក្រែនផលិតបានដ្រូនយោធាអ្វីខ្លះដ្រូនស្ទាក់ចាប់ទី1មានឈ្មោះថា P1SUN វាជាអាវុធការពារដែនអាកាសដ៏លឿននិងអានុភាពដ៏គួរឲ្យគ្រោះថ្នាក់ដែលត្រូវបានរចនាឡើងសម្រាប់តាមប្រមាញ់និងបំផ្លាញដ្រូនឆាហេតរបស់ដ្រូនសត្រូវនៅលើអាកាសរាងរបស់វាស្រួចដោយគ្រាប់កាំភ្លើងហោះកាត់មេឃក្នុងល្បឿនខ្ពស់រចនាទំនើបនិងភាពរហ័សរហួនបន្ទាប់មកវាបុកចូលដ្រូនឆាហេតរបស់រុស្ស៊ីដោយផ្ទាល់ P1SUN អាចហោះក្នុងល្បឿនរហូតដល់450គីឡូម៉ែត្រក្នុង1ម៉ោងអាចប្រតិបត្តិការនៅកម្ពស់ 5000 ម៉ែត្រនិងវាយប្រហារគោលដៅក្នុងចម្ងាយ15ទៅ30គីឡូម៉ែត្រតម្លៃផលិតរបស់វាមានត្រឹមប្រហែល$1000ទៅ$3000ប៉ុណ្ណោះដែលបង្ហាញថាវាជាប្រព័ន្ធការពារដែនអាកាសដែលមានប្រសិទ្ធភាពនិងចំណាយទាបបើសិនប្រៀបធៀបទៅនឹងឧបករណ៍ការពារដែនអាកាសដទៃទៀតភាពជោគជ័យរបស់វាត្រូវបានគេមើលឃើញនៅលើសមរភូមិជាក់ស្ដែងបើយោងតាមរបាយការណ៍អន្តរជាតិដ្រូន Shahed របស់រុស្ស៊ីជាង 3000 គ្រឿងត្រូវបានបំផ្លាញក្នុងឆ្នាំ2026ដោយប្រព័ន្ធ P1.2N នេះពីខ្ញុំបាទវឌ្ឍនៈបើសិនជាលោកអ្នកចង់ទទួលបានព័ត៌មានសំខាន់ៗនៅលើសកលលោកជាចំណេះដឹងបទវិភាគនយោបាយសេដ្ឋកិច្ចផ្សេងៗសូមកុំភ្លេច scan QR នេះរួចសូមជួយ like និង subscribe សូមអរគុណ